ភាគទី65ក្នុងភាគ65នេះបានថាពេលព្រះសាស្តាយាងដល់សាលាទេព្រះភិក្ខុសង្ឃទាំងឡាយក្រោកឈរស្រឡើងព្រះពុទ្ធទ្រង់លើកប្រហោះជាសញ្ញាឲ្យភិក្ខុសង្ឃទាំងឡាយអង្គុយចុះទើបព្រះអង្គទ្រង់គង់ចុះតាមក្រោយទ្រង់ចង្អុលប្រហោះឲ្យព្រះសារីបុត្រមកគង់នៅជិតព្រះអង្គព្រះសមណគោតមទ្រង់ត្រាស់សួរទៅព្រះសារីបុត្រថាមនាលសារីបុត្រមានភិក្ខុមួយអង្គពោលអះអាងថាអ្នកបានវាយភិក្ខុអង្គនោះដួលហើយមិនសុំទោសមួយម៉ាត់ផងតើអ្នកអាចបញ្ជាក់ពីរឿងហ្នឹងឲ្យព្រះភិក្ខុសង្ឃទាំងឡាយដឹងផងបានទេព្រះសារីបុត្រក៏ក្រោកឈរលើកដៃគុំសំពះគោរពព្រះសម្ពុទ្ធមុននឹងបែរព្រះភ័ក្ត្រគោរពអង្គប្រជុំរួចហើយក៏មានថេរដីកាថាព្រះពុទ្ធព្រះអង្គដ៏ចម្រើនភិក្ខុដែលមិនហាត់រៀនដែលមិនចម្រើនភាវនារូបកាយនៅក្នុងរូបកាយដែលមិនខ្វល់ខ្វាយអំពីសកម្មភាពនៃរូបកាយភិក្ខុបែបនេះអាចវាយផ្ដួលភិក្ខុដែលជាមិត្តសម្លាញ់ហើយទុកចោលដោយមិនសុំទោសបានបបិទ្ធលោកម្ចាស់ខ្ញុំព្រះអង្គនៅនឹករលឹកឃើញដល់មេរៀនមួយដែលព្រះមានប្រភិក្ខធ្លាប់បានបង្រៀនដល់រាហុលកុមារកាលពី14ឆ្នាំកន្លងមកពេលនោះព្រះរាហុលកុមារមានប្រជញ្ញទើតែបាន18ឆ្នាំព្រះអង្គបានបង្រៀនព្រះរាហុលកុមារអំពីការចម្រើនភាវនាលើធម្មជាតិនៃដីទឹកភ្លើងនិងខ្យល់ដើម្បីពង្រឹងនិងពង្រីកនៅគុណធម៌ទាំង4គឺសេចក្តីមេត្តាករុណាមុទិតានិងឧបេក្ខាសូម្បីតែការទូនមានរបស់ព្រះមានប្រភិក្ខនោះចំពោះតែរាហុលកុមារមួយអង្គក៏ដោយក៏ខ្ញុំបករុណាបានសិក្សានិងយល់ច្បាស់នៅមេរៀននោះផងដែរខ្ញុំព្រះអង្គតែងតែអរប្រគុណនិងទុកចិត្តព្រះអង្គជានិច្ចបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានប្រតិបត្តិឲ្យដូចជាដីអញ្ចឹងផែនដីមានទំហំធំល្វឹងល្វើយព្រមទាំងមានចំណុះអាចទទួលនឹងប្រែប្រួលបានទោះបីមនុស្សបោះវត្ថុល្អនិងក្រអូបដូចជាផ្កាទឹកអប់ទឹកដោះគូស្រស់ទៅលើដីក្តីឬបោះវត្ថុមិនស្អាតនិងស្អុយកខ្វក់ដូចជាលាមកទឹកនោមឈាមសម្បោនិងខាក់ស្រស់ទៅមាត់ដាក់ក្តីក៏ដីអាចទទួលបានដូចគ្នាទាំងអស់ដីឥតមានការប្រកាន់ឬស្អប់ធ្វើមកវិញឡើយបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានធ្វើកាយនិងចិត្តរបស់ខ្ញុំព្រះអង្គឲ្យដូចជាដីរួចហើយភិក្ខុដែលមិនបានចម្រើនភាវនារូបកាយនៅក្នុងរូបកាយដែលមិនខ្វល់ខ្វាយអំពីសកម្មភាពនៃរូបកាយភិក្ខុអង្គនោះអាចទង្គិចផ្ដួលភិក្ខុជាបងប្អូននិងទុកចោលឥតមានការសំទោសការធ្វើបំពេញអញ្ចឹងមិនមែនជាបំណងរបស់ខ្ញុំព្រះអង្គទេបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គក៏បានប្រតិបត្តិឲ្យបានដូចជាទឹកអញ្ចឹងទោះបីជាអ្នកណាចាក់គ្រឿងក្រអូបឬស្អុយចូលទៅក្នុងទឹកក៏ទឹកទទួលបានទាំងអស់ដោយឥតមានប្រកាន់ឬក៏ស្អប់ពើមឡើយទឹកមានផ្ទៃធំលហលហេវអាចហូរទៅកាន់ទីកន្លែងនិងអាចហូរផ្លាស់ធាតុឬធ្វើឲ្យបរិសុទ្ធបានបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានធ្វើកាយនិងចិត្តរបស់ខ្ញុំព្រះអង្គឲ្យដូចជាទឹករួចហើយភិក្ខុដែលមិនចម្រើនភាវនារូបកាយនៅក្នុងរូបកាយដែលមិនខ្វល់ខ្វាយអំពីសកម្មភាពនៃរូបកាយភិក្ខុអង្គនោះអាចទង្គិចផ្ដួលភិក្ខុដែលជាបងប្អូននិងទុកចោលដោយឥតមានការសំទោសការធ្វើបំពេញអញ្ចឹងមិនមែនជាបំណងរបស់ខ្ញុំព្រះអង្គទេបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានប្រតិបត្តិឲ្យបានដូចជាភ្លើងអញ្ចឹងភ្លើងអាចឆេះវត្ថុគ្រប់មុខទាំងអស់ទោះបីរបស់នោះល្អក្តីឬអាក្រក់ក្តីភ្លើងឥតមានប្រកាន់ឬស្អប់ខ្ពើមអ្វីឡើយភ្លើងអាចដុតរំលាយវត្ថុអ្វីៗឲ្យទៅជាបរិសុទ្ធនិងប្រែធាតុបានបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានធ្វើកាយនិងចិត្តរបស់ខ្ញុំព្រះអង្គឲ្យដូចជាភ្លើងរួចហើយភិក្ខុណាដែលមិនចម្រើនភាវនារូបកាយនៅក្នុងរូបកាយដែលមិនខ្វល់ខ្វាយអំពីសកម្មភាពនៃរូបកាយភិក្ខុអង្គនោះអាចទង្គិចផ្ដួលភិក្ខុជាបងប្អូននិងទុកចោលដោយឥតការសំទោស
ការធ្វើអញ្ចឹងមិនមែនជាបំណងរបស់ខ្ញុំព្រះអង្គទេបបពុទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានបរិបត្តិដោយបានខ្ញុំព្រះអង្គបានបរិបត្តិឲ្យបានដូចជាខ្យល់អញ្ចឹងណាខ្ញុំព្រះអង្គបានបរិបត្តិខ្លួនខ្ញុំព្រះអង្គឲ្យដូចជាខ្យល់អញ្ចឹងខ្យល់អាចនាំយកនៅគ្រប់ប្រភេទនៃក្លិនក្រអូបនិងស្អុយឬក៏ឆ្អាបឆ្អេះដោយឥតមានប្រកាន់និងស្អប់ខ្ពើមឡើយខ្យល់មានសមត្ថភាពអាចធ្វើឲ្យបរិសុទ្ធនិងប្រែធាតុបានបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានចម្រើនភាវនាធ្វើឲ្យកាយនិងចិត្តរបស់ខ្ញុំព្រះអង្គឲ្យដូចជាខ្យល់អញ្ចឹងរួចហើយភិក្ខុណាដែលមិនចម្រើនភាវនារូបកាយនៅក្នុងរូបកាយដែលមិនខ្វល់ខ្វាយអំពីសកម្មភាពនៃរូបកាយភិក្ខុអង្គនោះអាចទង្គិចផ្ដួលភិក្ខុដែលជាបងប្អូននឹងទុកចោលដោយឥតមានការសំទោសការធ្វើបំពានអញ្ចឹងមិនមែនជាបំណងរបស់ខ្ញុំព្រះអង្គទេព្រះសារីបុត្រហៀបនឹងមានភេររិកាបន្តទៅទៀតស្រាប់តែភិក្ខុជាដើមចោតក្រោកឈរឡើងលើកដៃទាំងគូសំពះសុំខមាទោសចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានបំពានលើសិក្ខាបទហើយខ្ញុំព្រះអង្គជាអ្នកបានប្រព្រឹត្តកំហុសយ៉ាងជាក់ស្ដែងក្នុងការប្រឆាំងចំពោះព្រះសារីបុត្រខ្ញុំព្រះអង្គសូមសារភាពសូមខមាទោសនៅកំហុសទាំងអស់ដែលកន្លងមកនេះចំពោះព្រះអង្គព្រះដ៏មានពភាកនិងព្រះសារីបុត្រព្រមទាំងគណៈទាំងមូលខ្ញុំព្រះអង្គប្រាជ្ញាថានឹងគោរពយ៉ាងម៉ត់ចត់នៅសិក្ខាបទទាំងអស់ចាប់តាំងពីថ្ងៃនេះតរៀងទៅព្រះសាស្តាទ្រង់ត្រាស់ថាមនាលអាវុសោនេះគឺជាការប្រសើរណាស់ដែលអ្នកបានសារភាពនៅកំហុសដែលអ្នកបានប្រព្រឹត្តកន្លងរួចមកហើយនៅចំពោះមុខគណៈសង្ឃយើងយល់ព្រមអនុគ្រោះនៅការឆ្លើយសារភាពរបស់អ្នកដោយសេចក្តីពេញចិត្តហើយខ្សិននោះព្រះសារីបុត្រលើកដៃសំពះព្រះពុទ្ធម្ដងទៀតហើយក្រាបបង្គំទូលថាព្រះពុទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គក៏ឥតមានចងកំហឹងចំពោះអវសោរបស់ខ្ញុំព្រះអង្គដែរប៉ុន្តែខ្ញុំព្រះអង្គក៏មានបំណងចង់សូមឲ្យអវសោមេត្តាអភ័យទោសនៅរឿងអ្វីៗដែលខ្ញុំព្រះអង្គបានធ្វើឲ្យអវសោខឹងសម្បាឬអអន់ប្រតិតាំងអំពីពេលមុនមកផងដែរភិក្ខុដើមចោតនោះក៏អោតសំពះព្រះសារីបុត្រដោយគោរពបំផុតព្រះសារីបុត្រក៏បង្អោនកាយនិងសំពះតបវិញបរិយាកាសសប្បាយរីករាយក៏បានកើតឡើងដល់ភិក្ខុទាំងឡាយពេញទាំងសាលាទីបន្ទាប់ពីពេលកាន់វស្សានេះមកព្រះពុទ្ធបាននិមន្តទៅផ្សព្វផ្សាយពុទ្ធធម៌នៅតាមភូមិឋានជាច្រើនក្នុងជនបទថ្ងៃមួយព្រះពុទ្ធយាងចូលទៅក្នុងភូមិមួយឈ្មោះសេកាបុត្រដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធកាឡាមាជាមួយព្រះភិក្ខុសង្ឃមួយចំនួននៅទីនោះមានយុវជនជាច្រើនបានចូលមកស្ដាប់ព្រះពុទ្ធសម្ដែងពធទេសនាយុវជនទាំងអស់ធ្លាប់បានឮអំពីព្រះសមណគោតមប៉ុន្តែនេះជាលើកទី1ហើយដែលពួកគេបានជួបផ្ទាល់ជាមួយព្រះអង្គមានយុវជនម្នាក់ក្រោកឈរឡើងហើយបង្គំទូលសួរព្រះសាស្តាថាបបិទ្ធព្រះសាស្តាជាទីគោរពជាយូរណាស់មកហើយមានបព្វជិតព្រាហ្មណ៍ជាច្រើនចូលមកកាន់សេកាបុត្រនេះដើម្បីបង្រៀននៅទ្រឹស្ដីរបស់គេរៀងៗខ្លួនបព្វជិតម្នាក់តែងពោលអះអាងថាទ្រឹស្ដីរបស់ខ្លួនប្រសើរជាងអ្នកឯទៀតខ្ញុំករុណាទាំងឡាយក៏បានឮដែរថាព្រះអង្គជាបុគ្គលត្រាស់ដឹងតើព្រះអង្គអាចប្រាប់ដល់យើងខ្ញុំទាំងអស់គ្នាថាតើបព្វជិតអង្គណាគួរឲ្យទុកចិត្តបាននោះទេព្រះអង្គតើបព្វជិតអង្គណានិយាយពាក្យពិតនឹងអង្គណាដែលគ្រាន់តែដើរឃោសនានៅទ្រឹស្ដីអកុសលរបស់ខ្លួននោះទេព្រះអង្គព្រះពុទ្ធទ្រង់ត្រាស់ឆ្លើយថាមនាលយុវជនទាំងឡាយតថាគតអាចយល់បានថាតើហេតុអ្វីបានជាអ្នកកើតមានចងល់យ៉ាងដូចនេះនោះចូលអ្នកទាំងឡាយកុំប្រញាប់ដាក់ចិត្តជឿនៅរឿងអ្វីក៏ដោយទោះបីជារឿងនោះត្រូវគេនិយាយប្រាប់ផ្សារឡើងវិញក្តីគេសរសេរយ៉ាងល្អក្នុងសាស្ត្រាគម្ពីរក្តីនិងពោលដោយបព្វជិតឬអាចារ្យដែលមានវោហារក្បោះក្បាយគួរជាទីគោរពចូលចិត្តពីអ្នកស្រុកដ៏ច្រើនក្តី
សូមអ្នកទទួលជឿតែរឿងណាដែលស្របតាមគំនិតផ្ទាល់របស់អ្នកបានហើយពោលគឺរឿងណាដែលប្រកបដោយកតិបណ្ឌិតនិងគុណធម៌ឬក៏រឿងទាំងឡាយណាដែលនាំមកនៅប្រយោជន៍និងសុភមង្គលដល់ខ្លួនចូលអ្នកទាំងឡាយបោះបង់ចោលនៅរឿងណាដែលមិនស្របទៅតាមគំនិតរបស់អ្នកពោលគឺរឿងណាដែលមិនប្រកបដោយកតិបណ្ឌិតនិងគុណធម៌ឬក៏រឿងទាំងឡាយណាដែលមិននាំមកនៅប្រយោជន៍និងសុភមង្គលដល់ខ្លួនពួកយុវជននិងអ្នកស្រុកទាំងឡាយសូមអនុញ្ញាតព្រះសាស្តាឲ្យសម្ដែងធម៌បន្តទៅទៀតព្រះសាស្តាទ្រង់ត្រាស់ថាមនាលសម្លាញ់ទាំងឡាយជាទីរាប់អានឧបមាថាមានអ្នកកាន់អំណាចម្នាក់ជាមនុស្សមានចិត្តលោភលន់ក្រេវក្រោធនិងកំឡៅតើសេចក្តីលោភៈទោសៈនិងមោហៈនោះនឹងនាំមកឲ្យគាត់ទទួលនៅសេចក្តីសុខឬក៏ទុក្ខកាអ្នកទាំងឡាយនោះបង្គំទូលថាបបព្រះអង្គដ៏ចម្រើនលោភៈទោសៈនិងមោហៈនឹងអាចបណ្ដាលឲ្យអ្នកកាន់អំណាចនោះហ៊ានប្រព្រឹត្តធ្វើអំពើប្រិយប្រាផ្សេងដែលនឹងនាំទុក្ខទោសមកដល់ខ្លួនគាត់ផងនិងដល់អ្នកដទៃផងបាទព្រះពុទ្ធត្រាស់សួរបន្តថាមនាលសម្លាញ់ទាំងឡាយតើការរស់នៅដោយសេចក្តីលោភៈទោសៈនិងមោហៈអាចប្រកបដោយគតិបណ្ឌិតនិងគុណធម៌ដែរឬទេអ្នកទាំងឡាយក្រាបបង្គំទូលថាបបពុទ្ធអង្គដ៏ចម្រើនប្រកបជាគ្មានកតិយុត្តិធម៌និងគុណធម៌ទេព្រះសាស្តាទ្រង់ត្រាស់សួរទៀតថាមនាលសម្លាញ់ជាទីរាប់អានការយកតម្រាប់តាមបុគ្គលដែលរស់នៅដោយសេចក្តីមេត្តាករុណាមុទិតានិងឧបេក្ខាតាមបុគ្គលដែលធ្វើឲ្យអ្នកដទៃសប្បាយចិត្តតាមបុគ្គលដែលជួយត្រេកអរចំពោះវាសនាល្អនៃអ្នកដទៃនិងតាមបុគ្គលដែលប្រព្រឹត្តអំពើល្អចំពោះអ្នកដទៃដោយមិនរើសមុខតើគុណសម្បត្តិបែបហ្នឹងអាចនាំអ្នកកាន់អំណាចនោះទទួលនៅសេចក្តីសុខឬក៏ទុក្ខអ្នកទាំងឡាយបង្គំទូលថាបបព្រះអង្គដ៏ចម្រើនគុណសម្បត្តិបែបនេះនឹងនាំសុភមង្គលពិតប្រាកដមកដល់អ្នកកាន់អំណាចនោះជាដាច់ខាតព្រមទាំងដល់មនុស្សទាំងអស់ដែលនៅជុំវិញគាត់ទៀតផងព្រះពុទ្ធទ្រង់ត្រាស់សួរដោយព្រះភក្ត្រញញឹមថាចុះតើសេចក្តីមេត្តាករុណាមុទិតានិងឧបេក្ខាអាចជួយគ្រប់គ្រងនិងលើកទឹកចិត្តដល់អ្នកកាន់អំណាចនោះដោយកតិបណ្ឌិតនិងគុណធម៌ដែរទេអ្នកទាំងឡាយនោះទូលថាបបព្រះអង្គដ៏ចម្រើនប្រកបជាជួយគ្រប់គ្រងនិងលើកទឹកចិត្តអ្នកកាន់អំណាចនោះដោយកតិយុត្តិធម៌និងគុណធម៌ព្រះពុទ្ធទ្រង់ពន្យល់ថាមនាលសម្លាញ់ទាំងឡាយអ្នកទាំងឡាយពិតជាមានគុណសម្បត្តិគ្រប់គុណរួចស្រេចទៅហើយក្នុងការយល់ដឹងថាតើរឿងណាដែលអ្នកត្រូវជឿនិងរឿងណាដែលអ្នកមិនត្រូវជឿតថាគតសូមបញ្ជាក់ម្ដងទៀតថាសូមអ្នកទាំងឡាយមេត្តាជឿនិងទទួលធ្វើតាមតែរឿងណាដែលស្របតាមវិចារណញ្ញាណរបស់អ្នកផ្ទាល់ដែលប្រកបដោយកតិបណ្ឌិតនិងគុណធម៌និងដែលផ្ដល់នៅប្រយោជន៍និងសុភមង្គលដល់ខ្លួនអ្នកផងនិងដល់អ្នកដទៃផងទៅបានហើយសូមអ្នកបោះបង់ចោលនៅរឿងទាំងឡាយណាដែលផ្ទុយនឹងគោលការណ៍ទាំងនេះចុះយុវជននិងអ្នកស្រុកទាំងឡាយក្នុងកុលសម្ព័ន្ធកាឡាមានុពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យព្រានប្រដៅរបស់ព្រះពុទ្ធគេមើលឃើញការទូន្មានរបស់ព្រះសម្មាគោតមពុំមានការបង្ខិតបង្ខំនិងដាក់លក្ខខណ្ឌក្នុងការគោរពជំនឿអ្វីឡើយមេរគារបស់ព្រះអង្គពិតជាគោរពដល់សេរីភាពក្នុងជំនឿសាសនាពួកនៅស្រុកជាច្រើនក្នុងកុលសម្ព័ន្ធកាឡាមាបានថ្វាយខ្លួនជាសាវករបស់ព្រះដ៏មានពភៈក្នុងថ្ងៃនោះតែម្ដងព្រះពុទ្ធពុស្ដានៃព្រះពុទ្ធសមណគោតមបរមសាស្តានៃយើងភាគទី65បញ្ចប់ត្រឹមប៉ុណ្ណេះ